ស្លាមខ្ញុំមិនមែនអត់សាំងទេគ្នាកុំច្រឡំខ្ញុំមកសាជីកាត់មកកន្លែងភ្លើងហ្នឹងអានេះខ្ញុំឃើញអ៊ំប្រុសដែលគាត់លក់សាំងដូងគាត់ជួបគាត់អានេះខ្ញុំមិនសុំចាពាក់គាត់បើគាត់ឲ្យយើងចាពាក់50,000វិញឆ្ងាយដែរតែចាំមើលគាត់ព្រមខ្ញុំចាពាក់អត់ទោះស្អីអ៊ំលក់សាំងមែនអ៊ំអ៊ំឃើញអាឡានខ្មៅនៅបងអ៊ំតាឡានខ្មៅនោះឃើញដល់មិនឃើញដល់ខ្ញុំដើរទៅដល់មិនឃើញដល់ហ្នឹងមកមើលខ្ញុំគឺដល់ឡើងដល់សាំងយ៉ងខ្ញុំសុំជឿ5ដបស្មានអ៊ំបានទេ5ដបពួកនេះអ៊ំហេយកអាលិចកន្លះទៅលិចកន្លះតានេះគេអ៊ំបាទហ្នឹងមកដូរ2លីត្រខ្ញុំសុំចាពាក់5លីត្របានទេអ៊ំឡើងតែ5លីត្រដល់ទេហើយពាក់បានមកស្អែកខ្ញុំឲ្យខ្ញុំទៅមក10ថ្ងៃអីមិន10ថ្ងៃប៉ុន្តែអ៊ំមកខ្ញុំចាពាក់បងឲ្យពាក់អីទេមួយមកយកប្រលប់ទៅណាស្មានហើយហើយអ៊ំអានេះមិនលេងអ៊ំបាទហ្នឹងហើយទីឡាយចាក់យកអាទៅមកខ្ញុំមកអ៊ំបាទអូអ៊ំប៉ះកង់សັບម៉ូតូទៀតមានកូនបានអីអ៊ំ3កូន3នាក់បាទអ៊ំយកតូលវាទៅអ៊ំទៅតែឡាយគីឡូឡានបាក់ចុះរុញទៅបាត់ចាក់អូខេណានេះអ៊ំគាត់ច្រឡមកបាទអីទេមកយកប្រលប់ទៅណាស្មានហើយហើយមែនទេមែនតែសារកាមេរ៉ាទេអ៊ំគាត់ច្រឡជីវិតដឹងទេខ្ញុំថតទេអ៊ំបាទបីធ្វើដាក់ក្នុងប៉ុស្តិ៍ទូមួយទូយាយត្រង់ចូលមកយប់នៅទៅហ្នឹងចឹងបានមើលទូមើលបានណាបាទស៊ីងទូស្បោះយកយើងបើទូស៊ីងឃើញចឹងហីបាទខ្ញុំលបមើលដែរមិនជួយណាកើឡានស្មានហ្នឹងចេះមកលបមើលចេះមិនហ្នឹងខ្ញុំមកលបមើលគេថាអូចុះខ្ញុំអត់សងហ្មងបានទេអ៊ំអត់ទៅមិនតាមដំណើរចឹងមានន័យថាបើខ្ញុំអត់សងអ៊ំក៏អ៊ំអត់ថៃដែរបាទអីទេមើលថាមើលចឹងថៃតាមដំណើរទៅហ្នឹងគេថាអ៊ំចិត្តល្អមែនខ្ញុំនិយាយមែនទេណាគាត់ចិត្តបានម៉ែណែមើលអា Facebook ជួបអាមួយសក់វែងខ្ញុំអាមួយហ្នឹងស្មោះខ្លាំងបាទកន្លែងខ្ញុំវិញបាទអរគុណច្រើនអ៊ំអរគុណច្រើនអ៊ំបាត់នេះបាត់ហើយបាទខ្ញុំនឹងអត់សងអ៊ំបាទអត់អីទេបាទគាត់ថាមកសងអត់អីដែរឃើញណាគ្នាគាត់ឆ្លោណាវគ្គយើង supply គាត់ម្ដងខ្ញុំជួលទឹកប្រាក់គាត់ចំនួន50,000អូអ៊ំប្រុសគាត់គង់ថាប៉ះយូរអ៊ំអូចំលើនឹងយូរអត់ទេបាទខ្ញុំចាក់សាំងអ៊ំចំនួន5នេះត្រូវអ៊ំបាទខ្ញុំនឹងឲ្យអ៊ំចំនួន50,000អូកូនច្រើនអូកូនហ្នឹងហើយខ្ញុំមិនដៃជួបប្រទេសថ្ងៃហ្នឹងលើលោកចាំបាច់ញាក់មកផ្លេចមើលហ្នឹងអូកូនច្រើនហ្នឹងហើយឃើញហ្នឹងញាក់ញ៉ាំហ៎បាទខ្ញុំញាក់មកផ្លេចតាំងពីសិលមាច់ថ្ងៃហ្នឹងខ្ញុំញាក់រហូតចាំអូកូនច្រើនអូកូនច្រើនហើយអូនទៅពីអូនស៊ីងមិនបានណាខ្ញុំឲ្យទូនេះមិនទូបាទទូហ្នឹងខ្ញុំខកអ៊ំលេងអ៊ំអត់មានផលលើទូទេអានេះផលលើពេកយកវិញផុសយកបាទអូកូនច្រើនបាទពីវាលោកឪពុកខ្ញុំថតម្សិលមិញជួបបងប្រុសនោះគាត់កូនគាត់3នាក់ដែរគាត់អូនមួយទុកលោកសៅគ្រីមើលដែរគាត់ថតទេសុំមិនហ្នឹងបាទថតចាប់ព្រាមគិតបាទអ៊ំចំនួន50,000អូកូនច្រើនហ្នឹងហើយអើយដាច់อยู่ប្រទេសទេបាទកូនច្រើនសំខាន់នេះគឺបាទជួបអ៊ំមួយកេះទៀតបាទអ៊ំមួយទៀតបានឃើញអ៊ំចូលចិត្តធ្វើអំពើល្អបាទយើងជួបតាមអំពើល្អបាទមួយតែសិនអ៊ំបាទអូអត់អីអ៊ំអត់អីខ្ញុំតែចិត្តណាទៅបានទៅវិញអីដែរខ្ញុំសំខាន់តែអ៊ំមួយចឹងខ្ញុំជឿទៅលើអំពើល្អពេលដែលយើងធ្វើល្អគឺតែងតែបានអំពើល្អមកវិញរហូតបើមិនថ្ងៃហ្នឹងទេគឺថ្ងៃស្អែកអ៊ំអូអរគុណច្រើនមែនអ៊ំអើយយ៉ាស់ណាស់គ្នា content នេះគឺថតភ្លាមនៅលឿនយកបងជីកាត់តាមផ្លូវហ្នឹងខ្ញុំឃើញអ៊ំប្រុសម្នាក់គាត់ព្រុនទូក្រាមឃើញគាត់ហ្នឹងគាត់ព្រុនបានពាក់កណ្ដាលស្ពានហើយខ្ញុំក៏ចតឡានកន្លែងកៃស្ពាននេះបន្តិចទៅនេះយើងមិនចាំបាច់ចាំគាត់ទេយើងដើររហូតគាត់ហ្មងអូខ្ញុំឃើញគាត់ហើយសួស្ដីបងខ្ញុំជិះឡានមកបងខ្ញុំជិះឡានមកតែខ្ញុំឃើញបងតាំងពីដើមអូស្ពានមកខ្ញុំសម្រេចចិត្តថាហើយដល់ថតឲ្យបងឲ្យបានខ្ញុំទៅចតឡានថតខ្ញុំជិះឡើងលឿនអរគុណច្រើនបងមែនទេដល់ពេលមកជុំគាត់ព្រាមចាក់នៅលេខ content អីទេបាច់ content បាច់អីក្រែមមួយលក់សល់ប៉ុន្មានបងសល់ច្រើនទេបងសល់ច្រើនទេបងសល់លក់ដែរសល់ច្រើនដែរណាយប់ជ្រៅដែរតែគាត់លក់ដែរបាច់លេខ content មួយខ្ញុំមិនច្រើនទេមួយធុងហ្នឹងបាញ់មកខ្ញុំប៉ុន្មាន10,000ជាង10,000ជាងបាញ់ប្រហែលមានកូនស្រីហ៎បងខាងបានណាខ្ញុំមកគុំទៅផ្ទះអស់ខ្ញុំអត់ធ្វើការគុំមកអូអញ្ចឹងបងស្រីគាត់ជាស្ត្រីមេផ្ទះគាត់បងមានកូនបងគេរៀនណាទី7ហើយកូនទូចគេអាយុប៉ុន្មានឆ្នាំដែរបង6 ឆ្នាំដែរ6 ឆ្នាំដែរអូអញ្ចឹងមានតែបងម្នាក់ទេដែលចិញ្ចឹមគ្រួសារបងទិញដើមមកតោះប៉ុន្មានដែរបង210,000 20,000ហើយមើលបងលក់អត់គាត់ហ្នឹងអត់ទុនអត់បាយព្រមលក់ខ្ញុំលឿនហើយលក់ខ្ញុំលឿនបាយមើលខ្ញុំខ្ញុំសង្ហាហ៎30,000អូសំណាញ់បាន1,000អស់មកមួយណាគ្នាខ្ញុំឃើញគាត់បដាកែមិញគឺពិតជាកំសត់មែនទេបើគាត់ថាខ្ញុំលឺស្មត់ឥឡូវ40,000បាទតាមបងគាត់ថាគាត់ឡើង5-10គាត់លួដែរបាច់ចាំដល់40,000ទេឥឡូវចែកខ្ញុំសួរបងមកសំណួរទៀតតែមួយនេះឆ្ងាយបងទៅវិញបងទៅវិញខ្ញុំនៅអូអញ្ចឹងមានន័យថាបងត្រូវខ្ញុំយកទេនេះទៅដល់ណាដែរបងឆ្ងាយពីហ្នឹងមកគីឡូដល់មកគីឡូដីមកគីឡូដល់អត់ទៅក្រែមដល់ខ្ញុំពេញបង50,000បងព្រមលក់អត់ខ្ញុំនឹងដល់ខ្ញុំដល់ប្រងខ្ញុំដល់50,000ច្រើនបងតែសម្រាប់បងប្អូនបានអូណានេះឪពុកហេគាត់តែម្នាក់ឯងគាត់ចិញ្ចឹមកូនរហូតដល់3នាក់អូភ្លេចប្រពន្ធគាត់ម្នាក់ទៀតអញ្ចឹងខ្ញុំសុំយកក្រែមពីបងតែ5ដើមទេ5ដើមនោះគឺតំណាងម្ដង10,000ម្ដង10,000អរគុណច្រើនបងមែនទេអរគុណខ្ញុំគាត់ខ្ញុំមកខុសបាទសម្បត្តិមើលអូអានុសៅរីបងបាយទៅដល់តែវិញបាយឃើញរូបនេះបាយនៅឃើញបងខ្ញុំទឹកប្រាក់ចំនួន50,000ខ្ញុំសុំជូនបង
បាទបងបាទខ្ញុំក៏ជាស្ងាត់សរសើរបងผมតែបងខំធ្វើការលូកដូរទាំងយប់ទាំងថ្ងៃដើម្បីចំពោះសារបងខ្ញុំគឺជាមនុស្សប្រុសខ្ញុំដឹងទេបងខ្ញុំខំចំប្រហែលជាអុកចាប់មាត់ហើយ10នាក់បងមួយអូឃើញមួយទៀតបងវាយឃើញខ្ញុំខំផាំងលីមកវាយមិនឃើញអីគេឃើញអីឆឹងខ្ញុំសូមជូន Freshie បងមួយមួយកេះសូមជូន Freshie បងមួយកេះទៀតខ្ញុំអរគុណច្រើនបងមែនទេបាទបងបាទដៃដើមនេះក្បាលហ្មងស្នាមួយក្បាលខ្ញុំហ៎បងទៅចាំការទេអ្នកគ្នាជើងមានតែចោះស្ពានវិញអត់មានទៅណាក្រៅពីចោះស្ពានទេថ្លៃដែរអ្នកគ្នាសម្រាប់ត្រង់លើកដៃឡើងលើកជើងមួយអនឡាញគេមកសក់បងអត់លយអត់ស្រឡាញ់ម៉ូតសក់ថ្មីនេះឬមួយក៏ស្រឡាញ់ម៉ូតសក់ចាស់ម៉ូតសក់ថ្មីអនឡាញទៅឈរខាងនោះសិនអនឡាញស្រឡាញ់ម៉ូតសក់ថ្មីដល់ឆេះនេះហេចាអនឡាញម៉ូតបានឬមួយក៏ស្រឡាញ់សក់វែងបងស្រឡាញ់សក់ថ្មីស្រឡាញ់សក់ថ្មីជាងដូចថាសក់ថ្មីឃើញស្អាតជាងសក់ចាស់បងអត់ខកមែនដូចស្អីឈរនេះស្រឡាញ់ម៉ូតសក់ថ្មីឬក៏ម៉ូតសក់ចាស់ស្រឡាញ់ម៉ូតសក់ចាស់ไอ้ดอกจิกมาវិញមកកុំឃើញបែបនេះខាងណាគេបងផលណាគឺទៅមកដល់សក់មកវិញមកមកសក់ចាស់ផងខាងណាមកឃើញបងអត់ស្រឡាញ់ម៉ូតសក់ថ្មីឬមួយក៏ស្រឡាញ់ម៉ូតសក់ចាស់ចាស់សង្ហាជាងទៅអត់ខាងណាដឹងទេបងឃើញយ៉ាងណាហើយបងចង់យំអត់មិនសោះសក់បងប្អូនឃើញសក់បងប្អូនមកនឹកឃើញដល់សក់វិញមកគឺសក់ខ្ញុំឲ្យខ្ញុំវិញនឹងដាក់ទៅបងណាមិននិយាយមិនអញ្ចឹងអូនម៉ូតសក់ថ្មីឬក៏ម៉ូតសក់ចាស់មិនអញ្ចឹងម៉ូតសក់ចាស់មុខចាស់មិនយ៉ាងណាចាក់បង3ក្បិតហ្នឹងខាងគាត់ស្មើទៀតឥឡូវទៅខាងនោះឃើញណាគ្នាមិនកំ pl ៃបើចាំបាច់និយាយកំ pl ៃក៏ឈរតែប៉ុណ្្នឹងក៏សោចដែរហើយស្មុកស្មើកំសោចទៅមកស្មើម៉ូតសក់កម្មម៉ានេះឬក៏សក់វែងបងហើយតែមិនយកសក់វែងសក់ខ្លីហ្នឹងស្ងល់ឡើយទីហ្នឹងអូនឯងទៅខាងនេះតដៃម្ដងអូនឯងយកម៉ូតសក់ថ្មីបងឬមួយក៏ម៉ូតសក់ចាស់ហើយតែមិនចេះសក់វែងពេលនឹងឯងកន្លោះបានអូនឯងថាម៉េចសក់ចាំឯងកន្លោះបានសក់នេះឯងកន្លោះបានទេអានេះបានតែធ្វើ style ចេះហើយកន្លែងចាស់អញ្ចឹងអូនឯងម៉ូតសក់ថ្មីអូខេអូនឯងម៉ូតសក់ចាស់តែពេលបងសេងដាក់ប្រសាហើយកាត់សក់ខ្លីហ្នឹងទៅដូចអុកប៉ាការ៉េហើយជូតឲ្យស្អាតហ្មងណាហើយដឹងចេះតែស្មានស្រឡាញ់មកធ្លាក់បន្ទុកមួយបាត់ធ្លាក់មួយបន្ទុកមានមួយធីមដែលទទួលបានទឹកប្រាក់បានទៅលើធីមសក់វែងធីមសក់វែងហូបមួយ2000000រៀលអរគុណច្រើនអូនហេចៅអូនឯងមកពីកើតមកជួយដែរអាឡើយ20000ទៀត